ជំរាបសួរអ្នកគ្រូនិងមិត្តភក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះសុផាបេលីតារៀនថ្នាក់ទី3កនៅសាលារៀនសុវណ្ណភូមិសាខា DN ថ្ងៃនេះនាងខ្ញុំមកអានរឿងមួយមានចំណងជើងថាភាពស្មោះត្រង់នៅក្រុងឡុងប្រទេសអង់គ្លេសសម័យមុនមានសួនចិញ្ចឹមសត្វមួយបើនរណាចង់ចូលទស្សនាត្រូវទិញសំបុត្រឬគ្មានប្រាក់ទិញអាចយកឆ្កែឆ្មាជាចំណីសម្រាប់សត្វធំជំនួសវិញថ្ងៃមួយមានបុរសកំសត់ម្នាក់ចង់ចូលមើលសត្វតែគ្មានប្រាក់ទិញសំបុត្រក៏ចាប់ឆ្កែទឿតាមផ្លូវប្តូរថ្លៃសំបុត្រចូលក្នុងសួនសត្វឆ្មាំងទ្វារបានឲ្យគាត់ចូលរួចយកឆ្កែនោះបោះចូលទៅក្នុងទ្រុងសឹងឆ្កែឃើញសឹងទម្លាក់កន្ទុយវាក៏ដើរទៅគៀកទ្រុងសឹងដើរហិតឆ្កែយ៉ាងយូរឯឆ្កែក៏ផ្ដួលខ្លួនរួចផ្ងាលើកជើង4ឡើងលើនិងបក់កន្ទុយលើកជើងស្ទាបខ្លួនឆ្កែបង្វែរចុះឡើងរួចទាញឲ្យក្រោកនិងឆ្កែទឿលោតហក់លេងសម្ដែងភាពស្និទ្ធស្នាលបំផុតថ្ងៃមួយឆ្មាំងបានបោះសាច់ឲ្យវាស៊ីវាហែកចែកឲ្យឆ្កែស៊ីដែរសត្វទាំងពីររស់នៅជាមួយគ្នាយ៉ាងសុខស្រួលអស់រយៈពេលជិត1ឆ្នាំក្រោយមកឆ្កែមានជំងឺរហូតដល់ងាប់ស្រែករហក់លោតក្នុងទ្រុងចុះឡើងរហូតអស់កម្លាំងហើយមិនព្រមឲ្យឆ្មាំងយកសពឆ្កែចេញពីទ្រុងសោះក្រោយមកឆ្មាំងទ្វារក៏យកឆ្កែទឿមួយទៀតបោះចូលក្នុងទ្រុងហក់ខាំឆ្កែថ្មីរហូតងាប់កោតទុកមិនស៊ីចំណី5ថ្ងៃដល់ថ្ងៃទី6វាក៏ងាប់បាត់ទៅជម្រាបលាអ្នកគ្រូនិងមិត្តភក្តិទាំងអស់គ្នា